កពីរកុហកពួកយើងថ្ងៃនេះជាថ្ងៃចុងសប្តាហ៍គ្នាគិតថាចង់បបួលពួកឯងទៅពិកនិចនៅមាត់ស្ទឹងតើមានអ្នកណាចង់ទៅជាមួយគ្នាខ្លះមែនហើយព្រិញខ្ញុំក៏ចង់ទៅដែរខ្ញុំសុំទៅម្នាក់ផងណាខ្ញុំក៏សុំទៅជាមួយដែរអូខេស្អែកនេះយើងជួបគ្នានៅមាត់ស្ទឹងកុំភ្លេចត្រៀមសន្ទូចទៅផងយើងនឹងបានស្ទូចត្រីលេងជាមួយគ្នាល្អណាស់មែនហើយល្អណាស់យេស្ទឹងនេះមានត្រីច្រើនណាស់ណវងត្រីហែលទៅហែលមកបណ្ដាច់មើលចុះបានត្រីច្រើនណាស់មែនហើយបានត្រីច្រើនមែនប៉ាត់ជាសប្បាយណាស់ខ្ញុំរំមួយសិនអំពើរវល់តែរំភ្លេចគិតថាក្នុងដៃខ្លួនកំពុងកាន់កំប៉ុងនុយសន្ទូចពេលនោះនុយសន្ទូចក៏ធ្លាក់ចូលទៅក្នុងទឹកស្ទឹងអស់រលីងមិនអត់ទេនុយសន្ទូចធ្លាក់ចូលក្នុងទឹកអស់ហើយ7មិនក៏ឯងធ្វើអីចឹងធ្វើអីចឹងស្អីឯងអត់ទេខ្ញុំមិនដឹងអីទេខ្ញុំមិនបានធ្វើទេឯងមិនបានធ្វើយ៉ាងម៉េចបើកំប៉ុងនុយសន្ទូចនៅក្នុងដៃរបស់ឯងនៅឡើយឯងធ្វើខុសហើយមិនក៏នៅតែមានលេសដោះសារទៀតមែនហើយ7ឯងជាអ្នកកាន់កំប៉ុងនុយហើយឯងមកនិយាយថាខ្លួនមិនបានដឹងរឿងស្អីគ្នាខកបំណងនៅឯងណាខ្ញុំប្រាប់ហើយថាខ្ញុំមិនដឹងអីទេខ្ញុំមិនដឹងទេនិយាយចប់អំពើក៏ដើរចេញទៅយ៉ាងលឿនអំពើពិតជាខូចណាស់ខ្លួនគេបានធ្វើខុសតែគេបែរជានិយាយកុហកថាគេមិនដឹងអីខ្ញុំថាពួកយើងត្រូវតែផ្ដល់មេរៀនដល់គេម្ដងហើយទៅបានពិតមែនហើយខ្ញុំយល់ស្របតាមគំនិតរបស់ព្រិញដែរព្រិញស្វាយត្របែកនិងក្រូចពោធិ៍សាត់ក៏ចាប់ផ្ដើមអាំងត្រី7ម្នេះបន្តិចមើលឆាប់ម្នេះបន្តិចមកហើយសម្លាញ់ឯងហៅខ្ញុំមានការអីគូថាពួកយើងត្រូវទៅបត់ជើងតូចមួយផ្លេតឯងនឹងចាំត្រីអាំងឲ្យគ្នាផងពេលគ្នាមកវិញយើងនឹងបានហូបត្រីអាំងជុំគ្នាណែ7មើលត្រីអាំងឲ្យស្រួលបួលណាមើលអាំងកុំឲ្យខ្លោចហើយកុំឲ្យបាត់ត្រីឲ្យសោះណាឮទេបាទខ្ញុំដឹងហើយខ្ញុំចេះចាប់ចែងហើយសម្លាញ់ឯងនាំគ្នាទៅចោះព្រិញស្វាយត្របែកនិងក្រូចពោធិ៍សាត់ក៏ចេញដំណើរទៅអំពិលកំពុងតែមើលត្រីអាំងពេលនោះក៏មានមេអំបៅហើរមកដល់អូយមេអំបៅនេះស្អាតណាស់ខ្ញុំត្រូវតែដេញចាប់ឲ្យបានឈប់ភ្លាមមេអំបៅឈប់ភ្លាមអំពិលក៏រត់ដេញចាប់មេអំបៅហើយក៏ទុកត្រីអាំងចោលលុះត្រឡប់មកវិញអំពិលក្រឡេកមើលទៅបាត់ត្រីទៅហើយត្រីអាំងបាត់ទៅណាហើយមិនកើតទេតើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅខ្ញុំពួកគេមកដល់លើហើយតើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅកំពុងតែនិយាយព្រិញស្វាយត្របែកនិងក្រូចពោធិ៍សាត់ក៏មកដល់ល្មម7ហើយចុះឯណាត្រីអាំងបាត់ទៅណាហើយគឺមានសត្វក្អែកមួយក្បាលបានហើរមកចិត្តត្រីអាំងទៅបាត់ហើយសត្វក្អែកមួយក្បាលនោះពិតជាគួរឲ្យស្អប់ណាស់ឯងកុហកនេះមិនមែនជាការពិតទេខ្ញុំនិយាយការពិតហើយណាមិនក៏ឯងថាគ្នាកុហកមែនហើយព្រោះការពិតអ្នកដែលយកត្រីអាំងទៅមិនមែនជាសត្វក្អែកទេតែជាព្រិញទៅវិញទេមិនក៏ឯងនិយាយកុហកពួកយើង7មើលណយ7គឺខ្ញុំជាអ្នកយកត្រីអាំងទៅឯងនេះមិនចេះទទួលខុសត្រូវចំពោះការងារហើយហ៊ានមកនិយាយកុហកពួកយើងទៀតពួកយើងមិនអោយឯងហូបត្រីអាំងជាមួយពួកយើងទេ7តើពួកយើងទៅហូបត្រីអាំងជាមួយគ្នាតោះពួកគេក៏នាំគ្នាបរិភោគត្រីអាំងលើកលែងតែអំពិលដែលមិនបានបរិភោគជាមួយគ្នាខុសហើយណាគ្នាពិតជាខុសមែនគ្នាមិនចេះទទួលខុសត្រូវចំពោះការមើលត្រីអាំងហើយនៅនិយាយកុហកពួកឯងទៀតគ្នាសុំទោសណាគ្នាដឹងកំហុសហើយលើកលែងឲ្យគ្នាផងទៅឯងនេះធ្វើខុសម្ដងហើយម្ដងទៀតព្រិញតើយើងគួរលើកលែងទោសឲ្យគេទេបងអើយបង7គេចេះភ្ញាក់រលឹកដឹងកំហុសទៅហើយនោះអូខេពួកយើងព្រមអភ័យទោសឲ្យឯងក៏បាន
ប៉ុន្តែពេលត្រឡប់ទៅវិញឯងត្រូវតែជាអ្នកស្ពាយអីវ៉ាន់ យ៉ាងម៉េចដែរអំពិលឯងយល់ព្រមទេបាទខ្ញុំយល់ព្រមខ្ញុំអរគុណហើយណាសំឡាញ់ គ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចាន